ទៅទិញអាហារខ្ចប់ហើយភាគច្រើនគាត់ខ្ចប់ជាថង់ plastic ជាប្រអប់ស្នោជាព្រាជ័រហើយឬមួយក៏ជាចង្កឹះជាទូទៅយើងប្រើជា plastic ដែលយើងប្រើតែម្ដងហើយយើងបោះចោលខ្ញុំគិតថា plastic មានផលប៉ះពាល់សម្រាប់យើងទាំងអស់គ្នា plastic អត់អាចលាយនៅក្នុងដីក្នុងរយៈពេលខ្លីបានទេអត់ដូចกระดาษឬមួយក៏ស្លឹកឈូកឬមួយក៏ស្លឹកត្នោតចាសម្រាប់ខ្ញុំគិតថាខ្ញុំបានរួមចំណែកក្នុងការជួយការកាត់បន្ថយ plastic ដោយសារតែជាទូទៅហ្មងអាហារពេលព្រឹកខ្ញុំយកមកពីផ្ទះខ្លួនឯងដោយយើងប្រើប្រអប់វេចខ្ចប់មកអញ្ចឹងណាហើយថង់យួរភាគច្រើនយើងប្រើជាកាបូបហើយមួយវិញទៀតយើងព្យាយាមទៅញ៉ាំនៅកន្លែងគាត់ផ្ទាល់យើងប្រើចានដែលគាត់យកទៅលាងអញ្ចឹងណាចំពោះកាហ្វេខ្ញុំយកកែវកាហ្វេទៅកន្លែងហាងលក់កាហ្វេដើម្បីដាក់កាហ្វេហើយខ្ញុំបាន discount ពីពួកគាត់ទៀតសម្រាប់ខ្ញុំហ្មងខ្ញុំគាំទ្រកន្លែងដែលគាត់ប្រើប្រាស់ដូចជាស្លឹកចេកស្លឹកត្នោតឬមួយក៏ស្លឹកឈូកអីផ្សេងដែលគាត់ប្រើប្រាស់ពីធម្មជាតិសម្រាប់មកធ្វើការវេចខ្ចប់ទី1សោភ័ណភាពយើងមើលទៅវាជាធម្មជាតិហើយទី2ជួយដល់សុខភាពរបស់យើងខ្លួនឯងដែរហើយយើងគាំទ្រទៅដល់សហគមន៍ដែលគាត់នឹងមានការងារធ្វើទាំងអស់គ្នា